จุดสองไซส์คือบ้านไทยหรือบองเตี้ยโดนลุยยกท่าปากกาบ่จุดใบเมินล้านหนึ่งกับเลื่องมวยดาวเมียนบองปิ่งบริษัทการมาเพียบรู้จนสองไซส์คือบ้านทัวร์กากิ๊กล้วนnơiจำได้ในที่ตั้งขังเลยนี่แล้วนี่คือกบงแต่ทัวร์กาลมป๊อตนั่นที่ตั้งกันอะไรก็ทักขังเลยนี่ยังเหมือนตอนเดินท่าเต้าจนสองไซส์กิ๊กล้วนบัดหรือมวยก่อนนู้ไอ้สังง้อมnơiขบายตั้งแต่เป็นมันจองก็เตี้ยก็แต่ได้สำคัญคือคนมาแต่เพลี้ยมก็บาทวีบาไอ้เต้ก็ลือเห็นสำหรับคอยสำหรับคอยก็แต่ให้มาเพลี้ยมไว้เต็มในกลายนั่งตีจังรอแต่ชนสองไซส์นะให้ดูตามการพิจารณาคือเป็นล้อในคอยให้คอยเป็นการประทานดิเอาเป็นก่อนเอาเป็นการประทานตัวแกนี่คืออัดเมมเลยอัดเมมอันนี้จะเสียเศร้าเจ้าบ้าแต่ยังดังไอ้แต่เจ้าไปเจ้าคอให้เอาไว้แต่เมียนทำลายคือวิญญาณไปเชี่ยไปแท้สำคัญอย่างเกมพอดคือกับเพลิงให้ก๊อตในสัมผัสใจเต้ให้ก๊อตเนี่ยดับเสบียงหายกในชูมุกเตียนนี่คือเชียบเป็นล้อได้จุดสองไซส์คือบานทัวร์กาให้เนื้อบองสังไซขังเลยนั่นคือบานลูนโจตัวน้องเตี้ยหาขังเลยนี่เป็นมันตัวใจจนเยอะแบบเตี้ยเป็นขังเลยนี่เดี๋ยวก็บานไปจะคือเบาจับห้วยกับดูจีเมนการเบากับวิ่งคือลูกปูก็คือเชียมันตรีโยเทียมันเนี่ยได้เป็นมัดข้างกำลังสมาร์ทคันสันซอกยกกระตือบ่มพลื้บริเวณบาท้อมทานลุยจิตใบเมินล้านหนึ่งคืออลังการมวยจุ่มนู้นก็โดยเชียกับเพลิงมวยดำพองได้เป็นมันไปการไทยนั่นคืออันเมียเนี่ยเราเตี้ยเตี้ยโดยสารแต่ก็บานเจนตัวขังกล้าวคือบานจักรมัดเวียบคือจนสองไซส์ในโครงการเฉลี่ยตะการในโครงการให้บ้องโจลมาทวีสกรรมพิบในโครงการลุยกำลังสมาร์ทกลุ่มมันตอนกับสาวดับสนองการกบาลดิตรีพนมเป้งคือประดับตะดอยอาวุธเวงเคลียกรุ๊ปใดแต่มาดองบ้านหนึ่งที่ตังขังเลยนี่มาจับเตี้ยตอคือบานมันจะทาคือลุยได้จนสองไซส์บานยกเต้านั่นคือเมียนจุ่มนู้นไปให้จิตใบเมินล้านหนึ่งกับเรื่องเคลียมาดามตามการเป็นเจ้านั่นก็ทามาจับเตี้ยขังเลยก็บาวีนั่นคือก็เมียนตัวในที่คือเชียร์มันตรีโยเทียสักบุญก่อนละพองได้เป็นมาทามาจับเตี้ยก็ทาก็เพย์ซอนสโลลองสำลับมันก็ทาโกนก็มันยังคือตัวบ้านสำลับบัดบองสมาร์ทได้ก็ดักโยตัวสกรูมันตอนเอามันตีเปียได้ទឹកយន្តសិនម៉ៃអ៊ីជាផលិតផលកូរ៉េសុទ្ធ 100% ជួយទៅដល់បងប្អូនដែលមានបញ្ហាសុខភាពដូចជាកម្លាំងចុះខ្សោយគេងពុំសូវលក់ចុះក្រូចតាមសន្លាក់ចឹងឧស្សាហ៍ឈឺក្បាលវិលមុខគ្រុនកុសចរញឹកញាប់ពិបាកបត់ជើងនិងបញ្ហាសុខភាពជាច្រើនទៀតជាវទឹកយន្តសិនម៉ៃអ៊ីថ្ងៃនេះក៏ដូចជាចូលជាតំណាងលក់អាចទំនាក់ទំនងតាមរយៈ Page និង Telegram នៅខាងក្រោមនេះគ្រូបើជួយសួរកាន់ប្រិមត្តទូទាំងជនជាទីគោរពក្នុងកណ្ដាវេលាម៉ោង10ហើយយប់ត្រូវនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025ខ្ញុំបាទទេពន្ធរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសក្តីរាយការណ៍ទៅសិននៅតាមបណ្ដោយផ្លូវ2004ដែលស្ថិតនៅក្នុងសង្កាត់អូបៃក្អមខណ្ឌសិនសុករាជធានីភ្នំពេញក៏យើងទទួលបាននៅករណីដោយជនសង្ស័យគឺបានធ្វើការហែកលបងផ្ទះបាទចូលលួចយកថាបកាបាទចិត្ត$30000និងកំភ្លើងមួយដើមមានបងពេញបាទក្រោយធ្វើសកម្មភាពរួចជនសង្ស័យគឺបានធ្វើការកិច្ចខ្លួននៅចំណុចទីតាំងខាងលើនេះបាទក្រោយពីម្ចាស់ផ្ទះបានធ្វើការតាក់ទងនឹងខាងកម្លាំងសមត្ថកិច្ចខណ្ឌសិនសុកលោកបានធ្វើការដឹកនាំកម្លាំងចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើនេះភ្លាមប្រិមត្តទូទាំងជនបាទឥឡូវនេះគឺកំពុងតែធ្វើការលំពត់នៅទីតាំងកន្លែងកើតហេតុខាងលើនេះយើងមិនទាន់ដឹងថាតើជនសង្ស័យកិច្ចខ្លួនបាត់ឬមួយក៏នៅសង្ងំនៅក្បែរនឹងទេប្រិមត្តទូទាំងជនបាទហើយយើងឃើញស្រាប់គឺកម្លាំងសមត្ថកិច្ចគឺមានទាំងខណ្ឌសិនសុកក៏ដូចជាកម្លាំងសមត្ថកិច្ចព្រមមិនទាន់កំណត់ស្រាវរបស់ស្នងការនគរបាលរាជធានីភ្នំពេញគឺប្រដាប់ទៅដោយអាវុធវែងខ្លីគ្រប់ដៃតែម្ដងបាទនៅនឹងទីតាំងខាងលើនេះបាទប្រិមត្តទូទាំងជនយើងហើយបើតាមការបញ្ជាក់បាទពីម្ចាស់ផ្ទះផ្ទាល់គឺបានបញ្ជាក់ថាគឺលុយដែលជនសង្ស័យបានយកទៅនោះគឺមានចំនួនប្រហែលជាជិត$30000និងកំភ្លើងក្លេម្ដងតាមការបញ្ជាក់ហ្នឹងគាត់ថាម្ចាស់ផ្ទះខាងលើគាត់បើកវិញហ្នឹងគឺគាត់មានតួនាទីគឺជាមន្ត្រីយោធាសាក់4កន្លះផងដែរប្រិមត្តទូទាំងជនយើងបាទឥឡូវនេះគាត់ថាម្ចាស់ផ្ទះគាត់ថាគាត់ភ័យស្លន់ស្លោឡើងសម្លាប់មិញថាកូនគាត់ម្នាក់គឺទៅបានសម្លាប់បាត់បង់ស្មារតីគឺដាក់ដឹកយកទៅសង្គ្រោះមិនតាន់នៅឯមន្ទីរពេទ្យហើយបន្តឲ្យគាត់បានបញ្ជាក់ថាគឺមុនពេលកើតហេតុហ្នឹងគឺអត់មានអ្នកនៅផ្ទះទេដោយសារតែគាត់បានចេញទៅខាងក្រៅគឺបានចាក់មទ្វាបាទគឺបានចាក់មទ្វាបាទហើយក៏ជនសង្ស័យនៅក្នុងការឆ្លៀតឱកាសនៅក្នុងការហែកលបងចូលមកធ្វើសកម្មភាពនៅក្នុងការលួចបាទយកលុយបាទជិត$30000និងកំភ្លើងខ្លីមកដើមមកមានបងពេញតែម្ដងប្រិមត្តទូទាំងជនសូមសាកសួរពួកមិនទីបានទេបងណែបាទខ្ញុំអត់សូវដឹងច្បាស់ទេបងគឺថាមានករណីណែចោលកោះផ្ទះពិតប្រកបគាត់ផ្ទះគាត់ឡើងនៅលាបាខ្ទង់ម៉ានដែរបងម៉ោងម៉ានអត់ខ្ញុំអត់ដឹងមកខ្ញុំដឹងថាពេលគាត់ចេញផ្ទះម៉ោង5ជាងគាត់លីគាត់និយាយប្រាប់ខ្ញុំណាហើយម៉ោង8គាត់តែឲ្យខ្ញុំមកអូបាទពេលដែលគាត់ចូលផ្ទះបាទអញ្ចឹងណាហើយសម្ភារៈបាត់លុយខ្ញុំអត់ដឹងចំនួនទេបាទអ្វីដែលចោលលួចបើហ្នឹងហើយអ្វីដែលវាយកបានវាយកហ្នឹងបាទអញ្ចឹងណាដល់របស់មានតម្លៃបាទជាពិសេសគឺកំភ្លើងអត់ម្ដងការ54ការ54ការ54ផងណាបាទកំភ្លើងស្រីយើងហ្នឹងជិតទៅប្រាក់ទុំប្រហែលជាប្រហែលដែរបងអត់ដឹងមកអត់ដឹងបាទអញ្ចឹងគាត់ក៏មានការឈរឡោប្រាប់ឲ្យទុំប្រហែលជាលាមកនិយាយហ្នឹងគឺគាត់តែមកខ្ញុំហ្នឹងគឺម៉ោង7:08គាត់ចូលផ្ទះហើយខ្ញុំថាម៉ោង8គាត់ចោះបាទបងបាទ
chẳng có tê hay nhắm máu chỉ mà vâng phải kén cho chất năng này thì chẳng nè hay có tê mà phím nhưng mà đọp liền mùi quạt có tam mưa ram ấy hột đáy tam club cc ấy mưa to cục trùng chối ấy có plei màu đọp như phim này ở con đọp plei hay năng bong khăn rư gọi ấy nhưng sai đằng chóa ở trong cái nó cứ đang bắt xong bắt lôi cạn một chùm lúa nó đi chưa cặp lớn mà đờm bà phim mà đờm hay có cứ có trăm ca chọp lâu nó tì đây bà bằng ô trước ban này thằng này vậy trong sầm rạch mình tây như thế để đặt sầm bìa biên đặt ấy vô từ chu mục năng lên lôi gõ như thế này trước ban này thằng tè năng cứ nó bên còn bên ban bao cái đường một con bật phía chạy rút đây châu tam khói vào ở trong ban này nó hay block châu tam khói ba anh ấy đang là ban nắng nhưng có xôm gì ban năng đài nhưng mà hiện vậy lơ tại vậy lơ dương vậy không chẳng có đâu chẳng là nó cho con này cứ con bao lô này tôm lô chăm muối cái đôi chữ bao win mong này ba thòm ná đây ngày nắng còn đặng là chuột bông ôn rồi đặng từ đà lên rồi từ hộp ấy đây dùm đặng qua đây tay sòng khăn cứ con mà đỏ tè liếm có bao thuê bao ấy tới còn lưu hiện sầm rập khói có tè hay một liếm với tém cái năng đi bà hay con này nhóm nó mền bông ôn cá đấy đố chị bông ôn cá chăng lựa bông ôn cá đi bà cá bị món còn thọp thuê chị cá bị phum hay con chị cầm mê hai sập khănในក្នុងដែរក្នុងភូមិនឹងដែរអញ្ចឹងណាអញ្ចឹងក៏តែហើយខ្ញុំព្រាមមកវងព្រាមប៉ុណ្ណឹងទេបាទអញ្ចឹងប្រឡោះតែជន់សង្ស័យណាហែងនោះគឺតាមកម្មវិចិត្រនោះគឺប្រឡោះណែក្រោយហើយក្រោយអត់មានកាមេរ៉ាទេអត់មានកាមេរ៉ាទេបាទអញ្ចឹងសុំតែប៉ុណ្្នឹងណាបងបាទអរគុណអញ្ចឹងនៅពេលនោះគឺនៅផ្ទះនេះគឺអត់មានមនុស្សអត់មានចាក់សៀកសោចោលបាទតែប៉ុណ្្នឹងបាទអញ្ចឹងសុំអរគុណកុំឲ្យក៏បងប្រុសខ្ញុំគាត់ថាយើងនិយាយសុំប្រមាណចុងក្រោយណាបងសុំតែយើងបាត់បងអាចទទួលបានបាត់បងអីខាតបងនិយាយចំបើខ្ញុំដឹងលុយខ្ញុំអត់ដឹងទេអត់ដឹងអត់ប្រមាណទេតែយើងដឹងតែចោលវាចូលកោះហើយអ្វីដែលមានតម្លៃគឺវាយកហើយចង់និយាយនេះយ៉ាងណាជាពិសេសសំខាន់ជាងគេបំផុតគឺកាភ្លើងហើយគាត់នៅសម្ភារៈបច្ចេកទេសហើយគាត់អ្នកដឹកស្បៀងអាហារយកទៅជួមុខទៀតបាទហើយគាត់ចាំការដែរទេហើយចឹងប៉ុណ្ណឹងសូមអរគុណបច្ចេកទេសតែមិនត្រូវយកទីនោះគាត់វ័យอยู่ប្រហែលប៉ុន្មានទេមក5ជាងទៀតប្រពន្ធគាត់ទៅប៉ុន្មានលបាក់ប្រហែលគ្នាគាត់មានកូនប៉ុន្មានទេបងកូន2ស្រីមួយប្រុសមួយបាទអូខេមិញដេកសារកូនស្រីគាត់ហ្នឹងស្លុតពេកតែអត់ដែរធ្លាប់ជួបអញ្ចឹងក៏ស្លាប់ហើយដាក់កង់3យកទៅពេទ្យបាត់ហើយអញ្ចឹងឪម៉ែទៅបាត់ហើយបាទបងអញ្ចឹងគាត់ឲ្យខ្ញុំនៅមើលផ្ទះមួយអាកូនបើគាត់នេះអាប្រុសបើនេះអញ្ចឹងប៉ុណ្្នឹងនេះអញ្ចឹងលោកពូហើយណាមីងគាត់ទៅណាដែរបងពេលហ្នឹងគាត់មកមួយគ្នាអត់តែកូនស្រីគាត់ចង់និយាយស្លុតពេកឡងពេលដែលផ្ទះតែចាក់សោចោលគាត់ទៅជុកគេមិនដឹងថាទៅជុកគេឬជុកបងប្អូនទេខ្ញុំអត់ដឹងច្បាស់ទេដឹងគាត់ចេញទៅក្រៅនិយាយមកចេញទៅក្រៅគាត់បកវិញគាត់ឃើញហេតុការណ៍អញ្ចឹងទៅអញ្ចឹងណាតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណបានអរគុណបងបាទប្រិយមិត្តទូទាំងជនយើងនេះគឺជាប្រឡោះដែលជនសង្ស័យគឺបានធ្វើការហែកនៅលបងសង្កសីខាងលើហ្នឹងគឺបានលូនចូលទៅក្នុងផ្ទះខាងលើនេះប្រិមត្តទូទាំងជនយើងផ្ទះរវាងខាងលើនេះដែលគាត់បានបញ្ជាក់ថាគឺបើកចាប់ហួយក៏ដូចជាមានការបើកវិញហើយបើតាមការបញ្ជាក់ហ្នឹងគឺលុយដែលបាត់ហ្នឹងគឺជាង$20000ប្រិមត្តទូទាំងជននិងកំភ្លើងមួយដើមក៏បានមានបងពេញតែម្ដងគឺត្រូវបានជន់សង្ស័យគឺបានលួចយកទៅបាត់តែម្ដងបាទក្រោយកោតហេតុគឺក៏ម្ចាស់ផ្ទះបានតាក់ទងទៅខាងកម្លាំងសមត្ថកិច្ចជំនាញគឺមានតាំងពីកម្លាំងសមត្ថកិច្ចព្រំប្រទានរបស់ខណ្ឌសែនសុខសហការជាមួយនឹងកម្លាំងសមត្ថកិច្ចព្រំប្រទានប្រស្រាវរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកោតហេតុខាងលើនេះគឺបានធ្វើការលំប៉ាត់ដោយសារតែភ្លាមឬសូរសម្រាប់ជើងរបស់ជនសង្ស័យបាទហើយចឹងគឺម្ចាស់ផ្ទះក៏បានធ្វើការទេតាក់ទងទៅខាងកម្លាំងសមត្ថកិច្ចហើយកម្លាំងសមត្ថកិច្ចយើងក៏បានចុះមកដល់ទីតាំងកន្លែងកោតហេតុភ្លាមបាទប៉ុន្តែឥឡូវនេះគឺយើងឃើញស្រាប់គឺកម្លាំងសមត្ថកិច្ចលោកកំពុងតែធ្វើការលំប៉ាត់នៅនឹងទីតាំងខាងលើនេះប្រិមត្តទូទាំងជនយើងនៅចំណុចនឹងដីឡូមួយកន្លែងនៅតាមបណ្ដោយផ្លូវ2004នៅក្នុងសង្កាត់អូបែកអមខណ្ឌសែនសុខរាជធានីភ្នំពេញប្រិមត្តទូទាំងជនបាទប្រិមត្តទូទាំងជនយើងគឺលោកពូគាត់គឺជាមន្ត្រីយោធាម្នាក់ដែរប្រិមត្តខាងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខយកគាត់ទៅបំភ្លឺនៅឯប៉ុស្តិ៍បាទដូចជានៅអធិការខណ្ឌសែនសុខនៅលបងសង្កសីខាងលើនេះដើម្បីឲ្យធ្វើការចូលទៅធ្វើសកម្មភាពនៅក្នុងការលួចបាទយកនៅទឹកប្រាក់បាទបើតាមយើងទទួលបាននៅព័ត៌មានបឋមថាលុយជិត$30000និងគ្រឿងអលង្ការមួយចំនួនក៏ដូចជា
កំភ្លើងមួយដើមផងដែរប្រិមត្តទូទាំងជនបាទប្រិមត្តទូទាំងជនយើងអ្វីដែលយើងទទួលបានគឺគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះគឺយើងមិនទាន់អាចបញ្ជាក់បានថាជនសង្ស័យដែលធ្វើសកម្មភាពនេះគឺគាត់មានគ្នាប៉ុន្មានអ្នកនឹងចូលលួចឲ្យបានទ្រព្យសម្បត្តិអ្វីខ្លះនោះគឺយើងមិនទាន់អាចបញ្ជាក់ជូនប្រិមត្តទូទាំងជនបានឡើយនោះទេបាទគឺយើងគ្រាន់តែទទួលបាននៅព័ត៌មានបឋមថាគឺលុយជិត$30,000ក៏ដូចជាគ្រឿងអលង្ការមួយចំនួនក៏ដូចជាកំភ្លើងមួយដើមបាទហើយទីតាំងខាងលើនេះគឺគាត់បើកនៅតូបលក់ចាប់ហួយក៏ដូចជាវិញដែលមានឈ្មោះថាចែខីប្រិមត្តទូទាំងជនយើងស្របពេលដែលគាត់មិននៅផ្ទះគឺចាក់មកទ្វារផ្ទះចោលប្រិមត្តបាទហើយក៏ចេញពីផ្ទះបាត់អស់ទៅបាទគាត់ហើយក៏ជនសង្ស័យក៏បានឆ្លៀតឱកាសនៅក្នុងការហែកលបងបាទហែកលបងនៅក្នុងការផ្លោះឲ្យចូលបានធ្វើសកម្មភាពនៅក្នុងការចូលទៅលួចនៅទ្រព្យសម្បត្តិបាទផ្សេងបាទជាច្រើននេះបើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបាទនៅចំណុចទីតាំងខាងលើនេះប្រិមត្តទូទាំងជនហើយសូមបញ្ជាក់ថាគឺម្ចាស់ផ្ទះខាងលើនេះគាត់មានកំភ្លើងដោយសារតែគាត់គឺជាមន្ត្រីយោធាផងដែរដែលយើងបានធ្វើការសម្ភាសន៍និងសាកសួរបងប្រុសម្នាក់ដែលគាត់បានរាប់អានគ្នាជាមួយនឹងគាត់គឺដូចជាបងដូចជាប្អូនទៅឲ្យប្រិមត្តទូទាំងជនយើងបាទក្រោយពីគាត់ហើយនឹងគាត់បានទេធ្វើការតំណែងជាមួយនឹងបងប្រុសនឹងប្រាប់គាត់បានក៏មកដល់នឹងទីតាំងខាងលើនេះបាទហើយក្រោយពេលគាត់ហើយភ្លាមហ្នឹងក៏គាត់បានធ្វើការតាក់ទងទៅខាងកម្លាំងសមត្ថកិច្ចបាទអាខណ្ឌសានសុកបាទគឺបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចព្រំប្រទានប្រសើររបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកដល់នឹងទីតាំងកន្លែងកើតហេតុខាងលើនេះបានធ្វើការលុំពត់នឹងទីតាំងខាងលើដោយសារតែសង្ស័យថាជនសង្ស័យគឺមិនតាន់ទៅណាឆ្ងាយទេបាទប៉ុន្តែជាការជាក់ស្ដែងក្រោយពីកម្លាំងសមត្ថកិច្ចចុះមកដល់បានធ្វើការលុំពត់និងបានធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យជុំវិញទីតាំងខាងលើនេះគឺឥឡូវនេះគឺជនសង្ស័យបានកិច្ចខ្លួនបាត់ស្រមោលតែម្ដងបាទហើយឥឡូវនេះគឺហាងម្ចាស់ផ្ទះគាត់បានធ្វើការទៅដាក់ពាក្យបណ្ដឹងទៅកាន់កម្លាំងសមត្ថកិច្ចខណ្ឌសានសុកដើម្បីធ្វើការស្រាវជ្រាវបន្តបន្ថែមនៅពេលក្រោយទៀតប្រិមត្តទូទាំងជនយើងបាទប្រិមត្តនេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបានពីចំណុចទីតាំងកន្លែងកើតហេតុតែប៉ុណ្ណោះព័ត៌មានច្បាស់ការយ៉ាងណានោះយើងនឹងធ្វើការបញ្ជាក់ជូនទៅកាន់ប្រិមត្តទូទាំងជនយើងនៅពេលក្រោយបន្ថែមទៀតក្រោយពីយើងទទួលបានព័ត៌មានច្បាស់លាស់ប្រិមត្តទូទាំងជនខ្ញុំបាទទេពន្ធធ្វើសេចក្តីរាយការណ៍ពីកន្លែងកើតហេតុសូមអរគុណសូមគោរពលាបញ្ហាគេងមិនសូវលក់ពិសាបាយមិនសូវបានឧស្សាហ៍វិលមកភេងធងខ្សោយកម្លាំងហើយបងប្អូនខ្លះទៀតឧស្សាហ៍កុសខ្យល់ញឹកញាប់ឧស្សាហ៍ធ្វើទុកក្រពះពុះវៀនបត់ជើងពុំសូវទៀងទាត់ហើយពិសេសសម្រាប់បងប្អូនស្ត្រីដែលរដូវមុខពុំសូវទៀងសូមបង្ហាញជូនបងប្អូននៅផលិតផលសុទ្ធពីប្រទេសកូរ៉េដែលមានប្រសិទ្ធភាព 100% គឺទឹកយិនសិនម៉ាក់ EE គឺជាផលិតផលដែលទទួលស្គាល់ដោយ FDA របស់សហរដ្ឋអាមេរិកមានការធានារ៉ាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung មានទទួលស្គាល់ដោយ GMP ធានានូវគុណភាពផលិតដោយស្តង់ដាររួមទាំងមានការទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េរួចរាល់ក្នុងមួយកេសមាន30កញ្ចប់ពុកម៉ែបងប្អូនអាចពិសាបានរយៈពេលពេញមួយខែរីឯតម្លៃត្រឹមតែ$38ប៉ុណ្ណោះថែមជូនថ្នាំដុសធ្មេញយិនសិនមួយទីបរបស់កូរ៉េរួមទាំងហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា